សួស្តីទាំងអស់គ្នាអញ្ចឹងស្វាគមន៍មកកាន់វីដេអូដំបូងនៃការរៀនប្រើប្រាស់ Microsoft Word អញ្ចឹងតើបងប្អូនទាំងអស់គ្នាស្គាល់អត់ថាអ្វីទៅជា Microsoft Word អញ្ចឹង Microsoft Word ហ្នឹងគឺជាកម្មវិធីដែលពេញនិយមបំផុតនៅលើពិភពលោកសម្រាប់ការវាយអត្ថបទជាដើមអញ្ចឹងមិនថាជាសិស្សឬក៏និស្សិតឬក៏ជាអ្នកធ្វើការការិយាល័យនោះទេជាងជំនាញ Word ហ្នឹងដាច់ខាតត្រូវតែមានជានិច្ចនៅក្នុងអឺការសិក្សានិងការងារអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ផ្ទាំងអឺនានានៅក្នុង Microsoft Word ហ្នឹងឲ្យថាឲ្យស្គាល់នៅផ្ទាំងសំខាន់នៅក្នុង Microsoft Word ហ្នឹងកុំឲ្យថាយើងងាយស្រួលយល់និងប្រើប្រាស់វាទាំងអស់គ្នាអញ្ចឹងសកម្មភាពដំបូងហ្នឹងយើងត្រូវបើក Microsoft Word សិនអញ្ចឹងនៅក្នុងកុំព្យូទ័រខ្ញុំអត់សូវប្រើនៅលើអេក្រង់ទេពេលច្រើនខ្ញុំធ្វើការ search អញ្ចឹងបើអាចដាក់នៅលើអាចដល់មើលលើអេក្រង់កុំព្យូទ័របាននឹងហើយចុចនៅលើពាក្យ Word នេះមកដល់ពេលចុចនៅលើពាក្យ Word ហ្នឹងមកអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងហ្នឹងគេហៅថាផ្ទាំងBackstage View អញ្ចឹងក្នុងផ្ទាំងហ្នឹងដែរយើងគ្រាន់តែចុចទៅលើពាក្យ blank document ហ្នឹងមកដល់ពេលយើងចុចលើហ្នឹងហើយគឺវានឹងរត់ទៅចូលផ្ទាំងกระดาษទទេស្អាតមួយដែលផ្ទាំងនេះវាមានជាផ្ទាំងกระดาษឈរ A4 អញ្ចឹងกระดาษនេះយើងអាចកំណត់បានទៀតយើងត្រូវការផ្ទៃក្បាលត្រូវការឈរក្បាលបន្ទាប់មកដល់ពេលដែលយើងចូលទៅដល់ផ្ទាំងការងារហ្នឹងហើយផ្នែកយើងក៏លេចទៅមើលផ្នែកខាងលើនេះយើងឃើញប៊ូតុងច្រើនរាយប៉ាយតែគេហៅថា Ribbon វាត្រូវបានបែងចែកជា tab សំខាន់នៅក្នុងហ្នឹងយើងក៏លេចទៅមើលយើងឃើញមាន tab Home ដែលខ្ញុំកំពុងតែចូលនេះគឺ tab Home ហ្នឹងជាកន្លែងដែលយើងប្រើញឹកញាប់បំផុតសម្រាប់បដូរម៉ូដអក្សរឬក៏ភាសាអង់គ្លេសគេហៅថា font ធ្វើឲ្យអក្សរដិតផ្អៀងឬក៏ដូរពណ៌អក្សរនិងកម្រិតបន្ទាត់ជាដើមអញ្ចឹងនៅក្នុងហ្នឹងយើងអាចប្រើដូចជាយើងសរសេរអក្សរហើយយើងចង់ឲ្យអក្សរច្បាស់តែភាសាខ្មែរយើងគេហៅថាអក្សរដិតហ្នឹងហើយអក្សរត្រេតនិងអក្សរមានបន្ទាត់ពីក្រោមតោះអញ្ចឹងយើងចូលទៅកាន់ចំណុចមួយទៀតចំណុច insert ចំណែកឯ insert tab នេះគឺប្រើនៅពេលដែលយើងនឹងចង់ដាក់អ្វីថ្មីចូលក្នុងក្រដាសដូចជារូបភាពដូចជាតុឬក៏រាងជាធរណីមាត្រដែលភាសាអង់គ្លេសគេហៅថា shape piece វាមានច្រើនណារូបធរណីមាត្រយើងអាចដាក់រូបណាក៏បានឬឯរូបភាពយើងអាចចូលទៅក្នុង picture នេះមកយើងអាចយករូបភាពយើងមកដាក់បានតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅចំណុចមួយទៀតគឺ layout tab នេះគឺប្រើសម្រាប់កំណត់ទំហំក្រដាស A4 ឬក៏ letter និងកំណត់គម្លាតគែមក្រដាសដូចជាភាសាអង់គ្លេសយើងហៅថា margin ជាដើមអញ្ចឹងនៅក្នុងចំណុចនេះដូចខ្ញុំបាននិយាយនឹងចំណុចមុនរួចមកហើយគឺសម្រាប់យើងអាចបដូរដាក់ A4 ក៏បាន A3 A6 អីក៏បានដែរស្អាតទៅលើការងាររបស់យើងតម្រូវការរបស់ការងារយើងហើយកន្លែងនេះសម្រាប់ដូរកណ្ដាលផ្ដេកឬក៏កណ្ដាលខ្ទោបើយើងចង់បានផ្ដេកយើងដាក់ផ្ដេកមកបើយើងចង់ឈរដាក់ឈរមកតោះចូលមកក្រោមបន្តិចទាំងសធំចំកណ្ដាលហ្នឹងគឺជារបស់ដែលសំខាន់ជាងគេហើយនេះกระดาษដែលយើងកំពុងតែឈរនៅលើហ្នឹងមានដូចជា A4 ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺជាកិច្ចការដែលយើងត្រូវធ្វើបាទអញ្ចឹងយើងអាចចាប់ផ្ដើមវាអក្សរនៅត្រង់នេះបាទយើងអាចចាប់ផ្ដើមវាយបាទយើងចង់វាយអីក៏បានដែរតបមកវានឹងបង្ហាញយើងថាឯកសារយើងនេះមានប៉ុន្មានទំព័របើយើងក៏លេខទៅមើលមកក្រោមណាមកក្រោមហើយនេះមើលម៉ាវរបស់ខ្ញុំគឺខាងនេះគឺ page 1 of 1ចឹងបានន័យថា page ហ្នឹងមានតែមួយសន្លឹកទេអញ្ចឹងកាលណាយើងសរសេរបាន2សន្លឹកតើខ្ញុំ enter ចុះមក
2 សន្លឹកអញ្ចឹងកាលណាមាន2យើងឈរនៅលើក្រដាសទី1 page 1 of 2អញ្ចឹងនៅពេលយើងឈរលើក្រដាសទី2 page 2 of 2អញ្ចឹងកាលណាមាន2សន្លឹកកុំព្យូទ័រនឹងបញ្ជាក់ឲ្យថាវាមាន2សន្លឹកចំណែកឯ Word នេះអញ្ចឹងកាលណាយើងវាយពាក្យមកយើងវាយចូលចឹងមកមានប៉ុន្មានអក្សរមានប៉ុន្មានពាក្យដល់នេះយើងចាត់ទុកថាមួយពាក្យចាស់ហើយយើងថែមមួយពាក្យទៀតអញ្ចឹងវាឡើង2ពាក្យប៉ុន្តែពាក្យនេះយើងគ្រាន់តែសរសេរណាអត់យកជាការថាពាក្យហ្នឹងជាពាក្យអីយើងគ្រាន់តែឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងខាងនេះមួយពាក្យខាងនេះមួយពាក្យជាងមាន2ពាក្យ2 word អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទាន់ហើយតោះឥឡូវយើងងាកមើលមកខាងស្ដាំវិញអញ្ចឹងខាង3នេះគឺសម្រាប់យើងមើលទេសម្រាប់ view តើយើងចុចនេះគឺសម្រាប់យើងមើលសូវទូលំទូលាយអត់សូវល្អដូចកណ្ដាលបើផ្នែកកណ្ដាលគឺយើងឃើញអាចថាយើងស្រួលធ្វើការជាងទីឯកណ្ដាលនេះយើងអត់ដឹងថាយើងអត់អាចស្មានថាកណ្ដាល A4 វាត្រឹមណាអីត្រឹមណាអញ្ចឹងជាងពិបាកអញ្ចឹងយើងយកចំណុចកណ្ដាលហើយខាងស្ដាំនេះវិញគឺសម្រាប់យើង zoom បើថាយើងពង្រីកពង្រួមថាយើងចង់ពង្រីកឲ្យវាច្បាស់កាន់តែធំយើងចុចសញ្ញាបូកមកវាអាចមានដល់100ដល់ប៉ុន្មានអាចដល់500%ណោះជាងយើងដាក់ត្រឹម100បានហើយដើម្បីងាយស្រួលមើលជាងដាក់ប៉ុន្មានក៏បានដែរអាស្រ័យលើបងប្អូនតោះអូខេអញ្ចឹងអ្នកទាំងអស់គ្នាក៏បានស្គាល់ពីទម្រង់ទូទៅនិងផ្នែកសំខាន់ៗរបស់ Microsoft Word រួចហើយអញ្ចឹងវាមិនពិបាកដូចដែលគិតនោះទេមែនទេអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ហ្នឹងយើងនឹងចាប់ផ្ដើមអនុវត្តនៃការវាយអត្ថបទដំបូងការរៀបចំម៉ូដអក្សរឲ្យស្អាតនិងរក្សាទុកឯកសារឲ្យមានសុវត្ថិភាពថាបើពេញចិត្តវីដេអូអញ្ចឹងថ្ងៃនេះយើងបន្ទាប់ពីយើងដឹងហើយយើងនឹងរៀនតទៀតរៀនពីរបៀបវាយអក្សរដើម្បីដាក់ចំណងជើងដាក់អីហ្នឹងហើយនឹងពីរបៀបផ្សេងតទៀតអញ្ចឹងវីដេអូដំបូងហ្នឹងគ្រាន់តែណែនាំឲ្យអ្នកទាំងអស់គ្នាហ្នឹងបានយល់បានដឹងខ្លះអំពីការរៀន Microsoft Word ដំបូងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាចង់ដឹងថាតើយើងត្រូវសេបែបម៉េចយើងត្រូវវាយអក្សរបែបម៉េចទៀតតទៀតកុំភ្លេចរងចាំទស្សនាវីដេអូក្រោយសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ